សំណង់លោកសុកទីនៅឃុំបាត់ត្រាំងជាច្រើនជាន់ដែលសាងសង់ខុសច្បាប់អាងអំណាចអ្នកធំនៅពីក្រោយខ្នងបាទសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថាសំណង់បានចាក់គ្រឹះរឹងមាំមួយកន្លែងសង់ជាច្រើនជាន់រំលោភលើចំណីអូខុសច្បាប់សង់បានរលូនត្រជាក់ចិត្តពុំឃើញមានអាជ្ញាធរឬក៏មន្ត្រីជំនាញណាម្នាក់ដែលចុះទៅធ្វើការហាមឃាត់នោះឡើយហើយសេចក្តីរាយការណ៍បានបន្តទៀតថាតាំងពីចាប់ផ្ដើមសាងសង់សំណង់នេះគេសង្កេតឃើញថាអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញដែលពាក់ព័ន្ធចូលមកជួបម្ចាស់សំណង់ខ្សឹបខ្សៀវគ្នាហើយក៏ទៅវិញបាត់ពុំឃើញមានចំណាត់ការទៅលើសំណង់មួយនេះទេដោយសង្ស័យថាមានការខុបខិតគ្នាសូកប៉ាន់ហើយបានជាទុកឲ្យសំណង់មួយនេះសង់បានរលូនត្រជាក់ចិត្តបែបនេះមានមតិខ្លះនិយាយថានៅពីក្រោយខ្នងម្ចាស់សំណង់នេះគឺមានអ្នកដែលមានឥទ្ធិពលនៅក្នុងមន្ទីរសុរិយោដីជាខ្នងបង្អែករឹងមាំបានជាម្ចាស់សំណង់ក្រអឺតក្រទមមិនខ្លាចច្បាប់បែបនេះដោយគេធ្វើការសាងសង់មិនគោរពច្បាប់រហូតមកដល់ពេលនេះហើយក៏មិនដឹងថាជាសំណង់មួយនេះមានច្បាប់ឬក៏យ៉ាងណានោះទេដោយឡែកលោកអឹងសារ៉ុមមេឃុំបាត់ត្រាំងបានឲ្យដឹងថាសំណង់មួយនេះគឺម្ចាស់ឈ្មោះសុកទីការសាងសង់នេះគឺពុំមានច្បាប់នោះទេលោកបានបន្តទៀតថាលោកបានរាយការណ៍ទៅអាជ្ញាធរស្រុកនិងមន្ត្រីជំនាញស្រុករួចរាល់អស់ហើយរឿងចំណាត់ការឬក៏មិនចំណាត់ការនោះស្រេចតែថ្នាក់លើសម្រាប់លោកសោមហួតភូមិអាលស្រុកព្រីនុបបានឲ្យដឹងផងដែរថាសំណង់មួយនេះម្ចាស់កំពុងតែរត់ការសាងសង់បើទោះបីដីនេះពុំទាន់មានប្លង់ក្តីក៏ជំនាញអាចចេញប្លង់សាងសង់សំណង់គ្រឹះរឹងមាំបានដែរព្រោះយោងទៅលើកិច្ចសន្យាលក់ទិញហើយគូបញ្ជាក់ផងដែរថាសំណង់រឹងមាំលោកសុកទីដែលប្រជាពលរដ្ឋនិយាយថាមានខ្នងអ្នកធំនៅពីក្រោយនោះគឺមានទីតាំងស្ថិតនៅជាប់នឹងប្រឡាយអូក្នុងភូមិពូធឿងឃុំបាត់ត្រាងស្រុកព្រីនុបខេត្តព្រះសីហនុសាងសង់បានជាង 80% មកហើយពុំទាន់មានច្បាប់អនុញ្ញាតនោះទេដែលសំណង់មួយនេះអ្នកស្រុកឲ្យឈ្មោះថាសំណង់កូនកើតមកមុនឪតាដឹកដៃដើរលេងបាទចាទៅសញ្ជឹមកំពុងតែតាមដានព័ត៌មានបច្ចុប្បន្នភាពខណៈពេលនេះនឹងខ្ញុំសូមពេលសម្រាប់បន្តិចបើវិញជួបជុំនឹងព័ត៌មានអន្តរជាតិ